សួស្តីបងប្អូនទាំងអស់គ្នាហើយជាពិសេសសម្រាប់បងប្អូនដែលគាត់រស់និយមជាមួយនឹងប្រភេទម៉ូតូដែលមានរូបរាងស្អាតកម្លាំងខ្លាំងហើយជាពិសេសការ design រូបរាងបែបប្លែកថ្ងៃនេះខ្ញុំសូមណែនាំជាមួយនឹងម៉ូតូអគ្គិសនីរបស់ brand King Kong Nang ដែលមានលេខកូដឈ្មោះថា GT7 សម្រាប់ GT7 នេះផ្ដោតទៅលើការ design សម្រាប់បងប្អូនដែលគាត់រស់និយមជាមួយនឹងប្រភេទម៉ូតូដែលមានរូបរាងប្លែកកម្លាំងខ្លាំងទាំងរូបរាងខ្លាំងទាំងទំហំអង្គុយនិងខ្លាំងទាំងកម្លាំងម៉ូទ័រផងដែរសម្រាប់ GT7 នេះបងប្អូនទាំងអស់គ្នាគឺក្រុមហ៊ុន King Kong 9ដែលប្រចាំនៅក្នុងស្រុកខ្មែររបស់យើងនេះបាននាំចូលមកផ្ដាច់មុខជូនទៅកាន់បងប្អូនទាំងអស់គ្នាតែម្ដងជាមួយនឹងការធានាជូនចេញពីក្រុមហ៊ុនរហូតដល់រយៈពេល2ឆ្នាំផងដែរតោះឥឡូវនេះកុំឲ្យខាតពេលយូរចូលរួមទស្សនាជាមួយនឹងការ review លម្អិតជាមួយនឹង GT7 របស់ក្រុមហ៊ុន King Kong 9ប្រចាំនៅក្នុងស្រុកខ្មែររបស់យើងផងដែរបងប្អូនដំបូងឡើយគឺខ្ញុំចាប់អារម្មណ៍ជាងគេគឺពាក់ព័ន្ធជាមួយនឹងបាទភ្លើងភ្លឹបភ្លែតពណ៌ទឹកក្រូចនៅផ្នែកខាងមុខនេះតែម្ដងបងប្អូននេះគឺជាភ្លើងសញ្ញោដែលយើង design ជាលក្ខណៈបែបព្រៃកោណដោយទៅនឹងប្រាសាទពីរ៉ាមីតរបស់ប្រទេសអេស៊ីបអញ្ចឹងហើយរំលេចជាមួយនឹងប្រព័ន្ធភ្លើង LED spotlight នៃផ្នែកខាងមុខនេះបន្ថែមទៀតដែលមួយឆ្នោតពេញផ្ទៃខាងមុខតែម្ដងបង្កប់មកជាមួយនឹងភ្លើងគុជ LED រហូតទៅដល់3គ្រាប់ដែលជាប្រភេទភ្លើងសមើលផ្លូវឃើញច្បាស់មិនថាពេលថ្ងៃឬក៏ពេលយប់ឬក៏ពេលភ្លៀងនោះទេសម្រាប់បងប្អូនដែលគាត់បាទមានតម្រូវការបាទប្រើប្រាស់ជាមួយនឹងប្រភេទភ្លើងដែលមើលផ្លូវឃើញច្បាស់ជាមួយនឹង GT7 របស់ក្រុមហ៊ុន King Kong 9នេះគឺធានាជូនបងប្អូនតែម្ដងថាមើលឃើញសត្វហាកាត់នៅនឹងមុខមិនថាពេលយប់ឬក៏ពេលភ្លៀងទេបងប្អូនទាំងអស់គ្នាហើយជាពិសេសសម្រាប់បងប្អូនដែលគាត់តែងតែព្រួយបារម្ភថាជាមួយនឹងប្រភេទអគ្គិសនីនេះប្រើប្រាស់ជាមួយនឹងប្រភេទកង់តូចបងប្អូនសម្រាប់ការប្រើប្រាស់នៅប្រភេទកង់បែបនោះគឺជាអីវ៉ាន់របស់ប្រទេសចិនឬក៏ជាអីវ៉ាន់ដែលគ្មានគុណភាពទេជាមួយនឹង brand King Kong 9គឺមិនដែលរីថាមជូនទៅកាន់បងប្អូនទាំងអស់គ្នាទេបងប្អូនទាំងអស់គ្នាអាចមើលបានជាមួយនឹងបាទទំហំកង់គឺស្មើនៅទៅនឹងជាមួយនឹងម៉ូតូបាទរបស់ក្រុមហ៊ុន Honda ទៅហើយដែលសឹងតែជាប្រភេទសម្បកកង់ដែលធំដូចទៅនឹងសម្បកកង់ម៉ូតូ PCX អញ្ចឹងបងប្អូនទាំងអស់គ្នាហើយជាពិសេសគឺជាមួយនឹងប្រព័ន្ធបូមតែម្ដងបាទប្រព័ន្ធបូមដែលល្អដែលផ្ដល់ភាពទប់លំនឹងក៏ដូចជាធ្វើការទ្រទម្ងន់ជូនទៅកាន់បងប្អូនទាំងអស់គ្នាបានយ៉ាងល្អឥតខ្ចោះភ្ជាប់មកជាមួយនឹងប្រព័ន្ធ Frank Disk ឬក៏ជាប្រភេទ Frank គៀបជូនទៅកាន់បងប្អូនទាំងអស់គ្នាផងដែរដែលផ្ដល់ភាពងាយស្រួលនៅពេលដែលបងប្អូនចាប់ Frank បន្ថយល្បឿនមិនថាជិះលឿនឬក៏ជិះយឺតនោះទេបងប្អូនទាំងអស់គ្នាអ្វីដែលកាន់តែប្លែកទៀតនោះខ្ញុំចាប់អារម្មណ៍ជាងគេគឺជាមួយនឹងកបាំងខ្យល់ឬក៏គេហៅជាភាសាអង់គ្លេសថា windshield បងប្អូនណាបាទដែលជួយធ្វើការវាយខ្យល់ឡើងឲ្យផុតមុខយើងតែម្ដងនៅពេលដែលយើងជិះលឿនផងដែរបងប្អូនទាំងគ្នាអ្វីដែលប្លែកមួយទៀតគឺខ្ញុំចាប់អារម្មណ៍ជាងគេគឺជាមួយនឹងតួខ្លួនតែម្ដងដែលបងប្អូនអាចមើលបានជាមួយនឹងការ design នៃផ្នែកបាទពណ៌សនេះគឺលម្អិតផ្ចិតផ្ចង់ខ្លាំងមែនតើចេញពីក្រុមហ៊ុន King Kong 9មិនមែនចេះតែធ្វើលំជូនទៅកាន់បងប្អូនទាំងអស់គ្នាទេផ្នែកខាងមុខក៏ស្អាតផ្នែកតួខ្លួនក៏ស្អាតភ្ជាប់មកជាមួយនៅផ្នែកខាងក្រោយជាមួយនឹងការលេង style ភ្លើង stop នេះបងប្អូនទាំងអស់គ្នាគឺ style ភ្លើង stop នៃផ្នែកបញ្ឈរភ្ជាប់មកជាមួយនឹងសញ្ញោបញ្ឈរជូនទៅកាន់បងប្អូនទាំងអស់គ្នាដែរដែលលេង style លក្ខណៈបែបបញ្ឈរខ្លីជូនទៅកាន់បងប្អូនទាំងអស់គ្នាហើយជាពិសេសគឺបងប្អូនឃើញពណ៌សនេះហើយដែលជាប្រភេទកបាំងផុកបាទអញ្ចឹងកបាំងផុកនេះគឺយើងលេងជាលក្ខណៈបែប style កបោនជូនទៅកាន់បងប្អូនទាំងអស់គ្នាផងដែរបងប្អូនអ្វីដែលកាន់តែពិសេសសម្រាប់អ្នកដែលគាត់អង្គុយនៅផ្នែកខាងក្រោយគឺបន្ថែមជូនជាមួយនឹងបាកាងផ្អែកនៅផ្នែកខាងក្រោយបងប្អូនតែងតែព្រួយបារម្ភថាជាមួយនឹង Frank គឺខ្លាចតែមាន Frank Disk នៅផ្នែកខាងមុខបងប្អូន Frank Disk នៅផ្នែកខាងមុខក៏យើងមាន Frank Disk នៅផ្នែកខាងក្រោយក៏យើងមានជូនទៅកាន់បងប្អូនទាំងអស់គ្នាផងដែរជាមួយនឹងបាទកម្លាំងម៉ូទ័ររហូតដល់1000 វ៉ាត់ឯណោះដែលបងប្អូនអាចបើកបរបានល្បឿនលឿនហើយជាមួយនឹងទំហំអាគុយធំដែលបងប្អូនអាចបើកបរបានរយៈចម្ងាយឆ្ងាយផងដែរហើយជាពិសេសយើងបានភ្ជាប់មកជាមួយនឹងស្បែកពូកយ៉ាងល្អឥតខ្ចោះជូនទៅកាន់បងប្អូនទាំងអស់គ្នាបងប្អូនអាចមើលបានជាមួយនឹងស្បែកពូកឡាយជាមួយនឹងបាទការដេរយ៉ាងល្អិតល្អន់ផ្ចិតផ្ចង់ជូនទៅកាន់បងប្អូនទាំងអស់គ្នាតែម្ដងបងប្អូនកលេចមកមើលផ្នែកចំហៀងនៅផ្នែកខាងមុខមកពេញមកតួខ្លួនបន្តិចជាមួយនឹងបាទកម្លាំងម៉ូទ័រដ៏ធំរហូតដល់1000 វ៉ាត់ដែលបងប្អូនអាចមូលបានល្បឿនលឿនកប់រហូតដល់70 គីឡូម៉ែត្រជាងក្នុង1ម៉ោងជាមួយនឹងរយៈចម្ងាយដែលបងប្អូនអាចបើកបរបានរយៈចម្ងាយឆ្ងាយផងដែរដែលចន្លោះពី60ទៅដល់70 គីឡូម៉ែត្រផងដែរនៅពេលដែលបងប្អូនធ្វើការសាកភ្លើងមួយពេញឥឡូវនេះយើងក៏លេចទៅមើល option ជូនទៅកាន់បងប្អូនទាំងអស់គ្នាតែចង់ដឹងថាតើជាមួយនឹង GT7 នេះ
option មានអ្វីខ្លះនៅផ្នែកខាងឆ្វេងក៏ដូចជាផ្នែកខាងស្ដាំអញ្ចឹងសម្រាប់ផ្នែកខាងឆ្វេងខ្ញុំឃើញជាងគេគឺបាទជាមួយនឹងកុងតាក់សញ្ញោឆ្វេងស្ដាំក៏ដូចជាបាទកុងតាក់ Wi-Fi code ក៏ដូចជា display ហើយអ្វីដែលកាន់តែបន្ថែមទៀតនោះបងប្អូនគឺជាមួយនឹងអក្សរ O បងប្អូនច្បាស់ជាឆ្ងល់ហើយថាអក្សរ O ហ្នឹងស្អីគេបាទអញ្ចឹងសម្រាប់អក្សរ O នេះគឺយើងផ្ដោតទៅលើការជំនួយរយ៉ែសម្រាប់បងប្អូនខ្លះគាត់រៀងបាទទៀបអញ្ចឹងទៅគឺជើងរៀងឆ្អឺតដោយសារតែម៉ូតូយើងខ្នាតធំកម្ពស់ក៏រៀងខ្ពស់ផងដែរហើយបងប្អូនខ្លះគាត់ឃើញជាមួយនឹងបាទរូបភាពគាត់ថាជាប្រភេទខ្នាតតូចតាមពិតបងប្អូនមកឃើញជាក់ស្ដែងទើបដឹងថាម៉ូតូ GT7 របស់ក្រុមហ៊ុន King Kong 9របស់យើងទំហំធំខ្លាំងកម្រិតណាស់អញ្ចឹងពាក់ព័ន្ធជាមួយនឹងផ្នែកខាងស្ដាំវិញបងប្អូនគឺយើងមានជាមួយនឹងបាទភ្លើងសុំផ្លូវឬក៏បងប្អូនគេហៅថាជាប្រភេទភ្លើងសញ្ញោបាទភ្លឺទាំង4គ្រាប់ណាហើយជាពិសេសមានកុងតាក់បិទបើកភ្លើងមានផ្ដាច់ពេនិងបុកល្បឿនជូនទៅកាន់បងប្អូនទាំងអស់គ្នានៅផ្នែកខាង gear ជាមួយនឹងប្រភេទ gear ភ្លើងជូនទៅកាន់បងប្អូនទាំងអស់គ្នាដែលផ្ដល់សភាពធូរងាយស្រួលក្នុងការបើកបរបង្កើនល្បឿនផងដែរបងប្អូនពាក់ព័ន្ធជាមួយនឹងកុងទ័រ digital ខ្នាតធំបងប្អូនអាចមើលបានគឺជាប្រភេទខ្នាតធំតែម្ដងបាទមិនមែនធំតែរូបរាងហើយប្រើប្រាស់ជាមួយនឹង digital ខ្នាតតូចនោះទេនៅក្នុងនោះបងប្អូននឹងឃើញការបង្ហាញគ្រប់ព័ត៌មានគ្រប់ជ្រុងជ្រោយជូនទៅកាន់បងប្អូនទាំងគ្នាដែលមានដូចជាបាទកុងទ័រល្បឿនមានដូចជាម៉ូដនៃលេខបាទក៏ដូចជាគីឡូទ្រីបផងដែរហើយនឹងរយៈពេលដែលបងប្អូនធ្វើដំណើរផងដែរហើយបងប្អូនច្បាស់ជាឃើញនៅឆ្នូតផ្នែកខាងនេះហើយផ្នែកខាងលើគឺគេបង្ហាញបាទដូចជាកម្រិតអាគុយជូនទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងមានកម្មទី1ទី2ទី3ទី4ដែលបងខ្លះគាត់មើលតែទៅលើចំណុចនេះតាមពិតចំណុចនេះគឺជាទំហំវល់អាគុយទេហើយអ្វីដែលបងប្អូនប្រើប្រាស់គឺយើងមើលទៅលើកម្រិតអាគុយនៅត្រង់នេះដែល1កម្ម2កម្ម3កម្មនេះនៅពេលដែលបងប្អូនមួលលឿនបាទហើយបើសិនជាវាថាកម្មទី1ចង់អស់នេះគឺថាវារលត់បាត់សមោតែម្ដងហើយនៅពេលដែលបងប្អូនប្រឡែង gear ទៅវិញគឺវានឹង alert មកវិញឲ្យភ្លឺបងប្អូននោះបង្ហាញថាគឺមកកម្មនឹងចិត្តអស់ហើយបងប្អូនណាបាទអញ្ចឹងសម្រាប់ល្បឿនវិញជាមួយខ្ញុំធ្វើការមួលជូនទៅកាន់បងប្អូនអរគ្នារាល់ពេលដែលបងប្អូនធ្វើការមួលល្បឿនលឿនកប់គឺ top speed បានរហូតដល់បាទ70គីឡូម៉ែត្រជាងក្នុង1ម៉ោងឯណោះបងប្អូនបាទអញ្ចឹងនេះគឺបាទ71គីឡូម៉ែត្រក្នុង1ម៉ោងនិយាយពីថាល្បឿនលឿនហើយបងប្អូនអរគ្នាជាមួយនឹងបាទការភ្ជាប់មកបាទជាមួយនឹងបាទសោក្របក៏ដូចជា smart key ជូនទៅកាន់បងប្អូនទាំងអស់គ្នាបន្ថែមមកជាមួយនឹងកប៉ៅនៅផ្នែកខាងក្នុងនិងបាទរុន USB នៅផ្នែកខាងក្នុងនោះផងដែរសម្រាប់បងប្អូនធ្វើការសាកភ្លើងបាទសាក power bank សាកទូរស័ព្ទជាដើមបងប្អូនតែងតែព្រួយបារម្ភមួយទៀតគឺពាក់ព័ន្ធជាមួយនឹងបាទថាស្បែកពូកពិបាកក្នុងការអង្គុយបាទអង្គុយល្អអត់ទេជាមួយនឹងបាទ brand King Kong 9គឺយើងធ្វើសំខាន់គឺផ្ដោតទៅលើគុណភាពបាទជូនទៅកាន់បងប្អូនទាំងអស់គ្នាតែម្ដងហើយកន្លែងដាក់ជើងក៏មានបាទទីតាំងធំទូលាយជូនទៅកាន់បងប្អូនទាំងអស់គ្នាមិនថាអ្នកដែលគាត់មានបាទជង្គង់វែងឬក៏ជង្គង់ខ្លីទេធានាគុណភាពជូនទៅកាន់បងប្អូនទាំងអស់គ្នាទៅលើការប្រើប្រាស់តែម្ដងមកយើងមិនមែនចេះតែធ្វើលុំដោយទៅនឹងបាទ brand ចិនឬក៏ brand ខាងប៉ែអាស៊ីមួយចំនួនទេបងប្អូនណាបាទអូខេបងប្អូនទាំងអស់គ្នាជាមួយនឹងការបង្កើតឡើង design រូបរាងបែបប្លែកដែលផ្ដាច់មុខដោយក្រុមហ៊ុន King Kong 9ជាមួយនឹង GT7 នេះគឺយើងមានរហូតដល់4ពណ៌សម្រាប់ធ្វើការជ្រើសរើសដែលមានដូចជាពណ៌សពណ៌ស៊ីម៉ង់ពណ៌ខ្មៅនិងពណ៌ក្រហមដ៏ឆ្អិនឆ្អៅផងដែរជាមួយនឹងការ promotion បញ្ចុះតម្លៃជូនទៅកាន់បងប្អូនទាំងអស់គ្នាដែលតែងតែព្រួយបារម្ភថាម៉ូតូខ្នាតធំអាគុយក៏ធំកម្លាំងម៉ូទ័រក៏ធំច្បាស់ជាតម្លៃថ្លៃរហូតដល់$1000ជាងហើយបញ្ជាក់ជូនបងប្អូនណាសម្រាប់ម៉ូតូ GT7 របស់ក្រុមហ៊ុន King Kong 9ផលិតនៅក្នុងឆ្នាំ2026នេះដែលមានការធានាជូនរហូតដល់រយៈពេល2ឆ្នាំគឺយើងធ្វើការ promotion បញ្ចុះតម្លៃក្រោម$800ជូនទៅកាន់បងប្អូនទាំងអស់គ្នាផងដែរដែលមានការធានាទៅលើអាគុយធានាទៅលើម៉ូទ័រនិងធានាជួសជុលជូនទៅកាន់បងប្អូនទាំងអស់គ្នាចេញពីក្រុមហ៊ុន King Kong 9ប្រចាំនៅក្នុងស្រុកខ្មែរយើងតបតតែម្ដងជាពិសេសសម្រាប់អ្នកដែលគាត់តែងតែព្រួយបារម្ភថាប្រើប្រាស់ជាមួយនឹងប្រភេទអគ្គិសនីពេលមានបញ្ហាមិនដឹងយកទៅធ្វើនៅណាលុះត្រាតែបងប្អូនប្រើប្រាស់ជាមួយនឹងអីវ៉ាន់បាទដែលជាអីវ៉ាន់ឆាប់ឆាយឬក៏ជាប្រភេទអីវ៉ាន់ដែលគ្មានក្រុមហ៊ុនច្បាស់លាស់ត្រឹមត្រូវបងប្អូនប្រើប្រាស់ជាមួយនឹងក្រុមហ៊ុន King Kong 9គឺមានក្រុមហ៊ុនច្បាស់លាស់ត្រឹមត្រូវនៅក្នុងស្រុកខ្មែរមានគ្រឿងបន្លាស់គ្រប់គ្រាន់សម្រាប់ធ្វើការផ្លាស់ប្ដូរជូនទៅកាន់បងប្អូនទាំងអស់គ្នាផងដែរអ្វីដែលកាន់តែពិសេសគឺយើងមានជាងយ៉ាងជំនាញបាទដែលមានបទពិសោធន៍មិនក្រោម10ឆ្នាំទេសម្រាប់ធ្វើការ check up ជូនទៅកាន់បងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលគាត់មានព័ត៌មានលម្អិតចង់ធ្វើការសាកសួរបន្ថែមបងប្អូនអាចធ្វើការទំនាក់ទំនងឆាតចូល page គឺ page KS ក៏អគ្គិសនីក៏ដូចជា page resort ឬក៏អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទឬក៏អាចអញ្ជើញមកដល់ទីតាំងហាងផ្ទាល់ក៏បានសម្រាប់ទីតាំងគឺនៅលើផ្លូវ Hanoi ជិត stop Watt សំរោងដែរអរគុណ